សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនាំម៉ែខ្ញុំមកលេងអូឡាំផ្សាចាអូឡាំផ្សាហ្នឹងនៅចិត្តសាអូស័យយ៉ាងយើងបងប្អូននៅយើងជិះទៅពីស្ទឹងជ័យយ៉ាងទៅយើងជិះទៅត្រង់យ៉ាងទៅយើងទៅដល់ឃើញមានស្ពានមួយស្ពានកាត់ផ្លូវហ្នឹងគេហៅថាអូឡាំផ្សាចាអញ្ចឹងយើងទុកកង់ម៉ូតូនៅខាងក្រោមអញ្ចឹងទៅយើងដើរចូលទៅចាបងប្អូននៅទៅមើលដើរលេងច្រើនមែនតើអញ្ចឹងនេះទីជាន់ក្រោមទៅដល់ជាន់ក្រោមគាត់ឃើញថាសូមស្វាគមន៍ផ្សារទំនើបអូឡាំផ្សាអញ្ចឹងគាត់ចូលទៅថតរូបអញ្ចឹងណាម៉ែខ្ញុំចូលទៅថតរូបគាត់ថាអូស្អាតណាបងអើយកូនអើយកាលពីមុនបែរអត់ដែរឃើញស្អាតអញ្ចឹងទេមកពេញអត់សូវមានមនុស្សអត់សូវមានផ្ទះអញ្ចឹងណាគាត់ដើរពីទូកកទៅផ្សារថ្មីអីអញ្ចឹងអត់សូវមានផ្ទះមានអីទេដល់ឥឡូវហ្នឹងទំនើបខ្លាំងណាសិតផ្ទះសិតគីច្រើនជាន់ហើយស្អាតទំនើបអញ្ចឹងគាត់ដើរមើលគាត់ដើរមើលឆ្វេងមើលស្ដាំអញ្ចឹងណាខ្លាញ់ថតរូបច្រើនមែនតើហើយដែលខ្លាញ់ស្អាតដល់ពេលបងប្អូនគាត់ថាដូចស្នាថាចង់មកអីចឹងណាមកលេងមកគឺស្អាតណាស់តែកន្លែងគេហៅថាអូឡាំផ្សាចាំមានកន្លែងថតរូបលេងស្អាតមានកន្លែងគេតាំងរូបហើយយើងដើរលេងតាមចិត្តចឹងណាដល់នេះកន្លែងគេលក់អីចឹងទៅអញ្ចឹងគាត់ដើរមើលអញ្ចឹងហើយគាត់ចង់ថាចង់ទៅលេងក្នុងនោះតិចចឹងណាតែណាចូលទៅម៉ែអត់អីទេគេថាអីទេយើងចូលទៅដើរមើលដើរទិញបានមកបានទិញបានមិនថាអីទេអញ្ចឹងតែបន្ទាប់មកហើយគាត់ទៅជិះស្ដាយយន្តហ្នឹងដូចចុះមកវិញនេះដឹងនេះចាខ្ញុំកាត់តវាអត់នេះអត់តាមលំនាំដើមអីព្រោះអីវាអត់តាមពិតយើងជិះស្ដាយយន្តឡើងលើក្នុងប្រអប់នេះយកបានថតចឹងណាអញ្ចឹងឥឡូវឡើងលើចុះវិញនេះតិចទៀតជាមើលទៅដល់ឡើងលើវិញលើអីបងប្អូនអីខ្ញុំរៀបវីដេអូអត់ត្រូវទេបងប្អូនអញ្ចឹងបើសិនថាមានខ្វះខុសអីអធិស្ឋានផងព្រោះអីវីដេអូហ្នឹងខ្ញុំអត់តាមចេះរៀបទេនិយាយត្រង់មកហើយម្ដងខ្ញុំតាមចេះរៀបទេអញ្ចឹងនេះគាត់ចុះមកវិញហើយយើងមើលតាមដំណើរគឺចុះចាអញ្ចឹងចុះមកហ្នឹងចុះតើចុះមកលេងឬចុះទៅក្រៅគេជាមើលសិនចានេះជិតដល់ខាងក្រោមហើយតែបងប្អូនមកលេងជាច្រើននេះចុះមកក្រោមវិញមែនកន្លែងគាត់ថតរូបមិញនេះកន្លែងយើងចូលមកមិញអញ្ចឹងយើងមើលទៅនេះឃើញទេខាងនេះគេឡើងទៅតាមប្រអប់ដល់ឥឡូវគាត់ចុះវិញហើយចាពេលយើងចូលក្នុងប្រអប់ហ្នឹងយើងបានថតទេអញ្ចឹងយើងចុះមកវិញយើងថាដើរឡើងពេញផ្សារហ្នឹងតិចទៅមើលតិចក្រោមតិចទៅលើអញ្ចឹងណាវាឃើញស្អាតទៅជាចង់ដើរមើលដើរលេងអញ្ចឹងណាបងប្អូនចានេះមកដល់ក្រោមវិញហើយអញ្ចឹងជាមើលគាត់ទៅណាទៀតតែគាត់ទៅខាងក្រៅឬក៏ចង់ឡើងទៅលើវិញឡើងលើចូលក្នុងប្រអប់គេដាក់យើងចូលប្រអប់អញ្ចឹងណាបងប្អូនគាត់តែចង់ដាក់ចង់ដឹងអីដឹងទៅអស់អញ្ចឹងណាជាដើរយន្តប្រអប់នឹងយ៉ាងម៉េចជាដើរយន្តចុះនឹងយ៉ាងម៉េចជាដើរជើងនឹងយ៉ាងម៉េចចំណេះក្នុងនេះអត់មានជាដើរជើងទេមានតែជាដើរយន្តប្រអប់និងជាដើរយន្តចុះចាឥឡូវគាត់ឃើញគាត់ចេញក្រៅវិញហើយចាចូលលេងវ៉ាំផ្លែអញ្ចឹងទៅគាត់ចេញក្រៅវិញចាឃើញនេះកន្លែងគេតាំងស្អាតបងប្អូនស្អាតតែនេះស្អាតហ្មងយើងថតរូបទៅខាងហ្នឹងក៏ស្អាតទៅខាងហ្នឹងក៏ស្អាតដែរឥឡូវក៏ដើរមកនេះដើរចេញទៅក្រៅឬយ៉ាងណាចាកាត់រីករាយគឺញឹមបងប្អូនបែរខ្ញុំគាត់សុខចិត្តគាត់ចាអញ្ចឹងគាត់ទៅហើយទៅខាងណាចេះអូខាងនោះស្អាតតែនេះគឺខាងនោះស្អាត